នៅលើមេឃខៀវភ្លឺថ្លាសិភៅដ៏អស្ចារ្យមួយកំពុងហោះហើរនៅលើវេហាវាមានឈ្មោះថាកូនវចនានុក្រមវេទមន្តថ្ងៃនេះវាហោះមកដល់នគរពពុកដែលជាកន្លែងដ៏អាថ៌កំបាំងមួយនៅទីនេះមានវិមានធំធេងធ្វើពីពពុកទុនប៉ុន្តែនគរនេះចម្លែកណាស់ទីមេឃទាំងមូលស្ងាត់ខុសពីធម្មតាហើយគ្មានសំឡេងអ្វីអាចឮបានឡើយយោធាពពុកម្នាក់ឈរនៅមាត់ទ្វាររបស់រាជវាំងគាត់មើលសោកស្ដាយហើយមិនអាចនិយាយបានវចនានុក្រមតូចសួរមានអីកើតឡើងតែយោធាពពុកលើកដៃប្រាប់ដោយគ្មានសូរសំឡេងពេលចូលទៅក្នុងព្រះបរមរាជវាំងព្រះមហាក្សត្រពពុកដ៏ធំសម្បើមមួយអង្គបានឱនក្បាលចុះដោយស្ងៀមស្ងាត់ព្រះមហាក្សត្របានសរសេរលើអាកាសដើម្បីប្រាប់វចនានុក្រមតូចនោះថាសូមជួយយើងផងវចនានុក្រមតូចងក់ក្បាលញញឹមថាខ្ញុំនឹងរកដំណោះស្រាយជូនរំពេលនោះផ្ទៃមេឃអ៊ូអាប់ស្នាមប្រេះខ្មៅមួយបង្ហែកមេឃចេញផ្លេកបន្ទោភ្លឺផ្លែតហើយថាមពលនៃសំឡេងហាក់ដូចជាត្រូវបានស្រូបចូលអស់វចនានុក្រមតូចហោះចូលទៅជិតមាត់រុនដោយភាពក្លាហានហើយហើរទៅរកស្នាមប្រេះខ្យល់បក់យ៉ាងខ្លាំងទំព័រនៃវចនានុក្រមរបស់វាស្ទើរតែត្រូវបានបំផ្លិចបំផ្លាញអស់អក្សរភ្លឺចាញ់ចាំងដ៏ចម្លែកមួយក៏បានអណ្ដែតលើអាកាសបង្កើតបានជាពាក្យប្រឌិតមួយថាដើម្បីស្ដារសំឡេងឡើងវិញសូមរកពាក្យដែលបាត់នោះវចនានុក្រមតូចបានបើកមើលទំព័រនានាយ៉ាងរហ័សហើយទីបញ្ចប់បានរកឃើញពាក្យមួយថាសំឡេងពេលវាបានអានពាក្យនោះចេញពន្លឺក៏បានបាញ់ទៅចូលក្នុងស្នាមប្រេសដោយរុញភាពងងឹតចេញបន្តិចម្ដងស្នាមប្រេសបានបិទយឺតមេឃភ្លីឡើងហើយអ្វីក៏បានត្រឡប់មកស្ងប់ស្ងាត់សាជាថ្មីម្ដងទៀតស្រាប់តែព្រះមហាក្សត្រមានសម្លេងដូចដើមយោធាពពុកអះនិយាយបានវិញសម្លេងទាំងអស់ក៏បានវិលត្រឡប់មកវិញប្រជាពពុកក្នុងនគរទាំងមូលបានស្រែកហូកញ្ជ្រៀវគ្រប់គ្នាកំពុងច្រៀងនិងរាំសំឡេងរបស់ពួកគេបន្លឺឡើងយ៉ាងសប្បាយរីករាយពេញនគរពពុកព្រះមហាក្សត្របានបន្ទូលថាអរគុណអ្នកបានសង្គ្រោះយានទាំងអស់គ្នាវចនានុក្រមតូចញញឹមហើយក្រវាយដៃលាទៅកាន់ព្រះមហាក្សត្រដឹងថាភារកិច្ចរបស់វាបានបញ្ចប់វាបានហោះត្រឡប់ទៅលើមេឃវិញហើយបានមើលទៅក្រោយឃើញនគរពពុកនោះមានសន្តិភាពនិងស្រស់ស្អាតប្រៀបបានទាំងនេះដូចជាសុបិនមួយអញ្ចឹងវចនានុក្រមតូចបានបន្តហោះហើរចេញទៅខាងក្រៅមេឃកាន់តែធំទូលាយនិងពន្លឺព្រះអាទិត្យកាន់តែភ្លឺជាងមុនដំណើរជនព្យារបស់វចនានុក្រមតូចបានបញ្ចប់កុំភ្លេចណាពាក្យតូចអាចផ្លាស់ប្ដូរពិភពលោកបាន